ទស្សនិកជនជាទីគោរពនិងជាទីមេត្រីបាទគូនេះគូចុងក្រោយហើយក៏ជាគូឯកដែរបាទរវាងបាទពុទ្ធៅដៃពិភេទធឿនធីរ៉ាបាទជាមួយកីឡាករបរទេសគឺកីឡាករអាសាបៃសង់ក៏សូមអានជូននៅប្រវត្តិទ្រង់សង្ខេបកីឡាករទី2បាទធឿនធីរ៉ាគេស្ថិតនៅក្នុងកីឡាករបង្គោលក្រហមវ័យ26ឆ្នាំកម្ពស់1.75 ទៅ1.73 គីឡូក្រាមមកពីភូមិស្ដៅបាទឃុំព្រៃកណ្ដៀងស្រុកពីមរកខេត្តព្រៃវែងបាទផ្ទះដៃជូនអ្នកព្រៃវែងមួយបងប្អូនបាត់ពិសោធន៍175ដងឈ្នះ149ចាញ់17ស្មើ9ក្នុងនោះធ្លាប់ផ្ដួលគូប្រកួត150ដងប្រកួតចុងក្រោយឈ្នះកីឡាករមកពីប្រទេសនេប៉ាល់10ពិន្ទុថ្វាយបង្គំគ្រូរបៀបរំលឹកគុណគ្រូជាកូនសិស្សរបស់លោកយុនរដ្ឋាមកពីក្លឹប NPN សមាលីគុណខ្មែរនៃសមាគមកីឡាផ្ដាល់បាទខេត្តបន្ទាយមានជ័យបាទរីឯបង្គោលខៀវបាទរ៉ូស្លានណាគីយ៉ាវវ័យ26ឆ្នាំដូចជារ៉ាដែរកម្ពស់បាទ1.86 ម៉ែត្រឯណោះបាទទម្ងន់73គីឡូក្រាមដូចគ្នាបាត់ពិសោធន៍27ដងឈ្នះ19ចាញ់8មិនដែលស្មើជានៃការប្រកួតប្រដាល់គុណខ្មែរពីលោកអញ្ញាកណ្ដាលខឹមសុជាតិបាទបងប្អូនក៏ព្រិចភ្នែកគូហ្នឹងបាទតែព្រិចភ្នែកផ្លាត់អត់បានកន្លែងជក់ចិត្តបាទបាទប៊ូស្រងនៅជាតិទេបាទជាតិនេះឆ្ងាញ់ទេបាទជាក្រុមត្រៀមប្រុងព្រៀបប្រកួត Boostrong King Outdooring គុណខ្មែរគូទី6ដែលជាគូអន្តរជាតិអំបោះឆៅកម្ពុជាអាហ្សេបៃសង់ទឹកទី1 Round 1ទឹកទី1 Round 1បាទសូមសម្លេងគាំទ្រមួយហើយនេះឈានចូលដល់ការប្រកួតទឹក1ស្វាគមន៍កណ្ដាប់ដៃឆ្វេងរបស់ធារាបាទវាយលក្ខណៈរួមបបឆៅបាទទឹក1ស្ដាំម្ដាយរបស់កីឡាករបាទ Roland បាទ Roland ទាត់ក្រោយរបស់ Roland ធីរាចឡូទឹក1បាទធារាស្ដាំមួយរបស់ Rolandចឡូបាទទឹក1ទៅចាក់ក្រោមជើងរបស់ Rolandធារាអត់ទាន់ទេបាទមួយបាទអត់ទាន់បង្កប់អីយ៉ាបាទវាវត្តកតុយមួយបាទមិនចំគោលដៅទេកិច្ចផុតពីធារាចាក់ក្រោមជើងរបស់ធារាបាទ Roland ព្យាយាមដើរចូលគៀបដែរបាទលុកឆ្វេងម្ដាយមួយចូលធុងស៊ុបអូហូយបាទអត់អីទេសម្រាប់ធារាអត់ទាន់ឈឺទេប៉ុណ្ណឹងធារាស្ដាំមកជើងរបស់ Roland ថយឆ្វេងម្ដាយ Roland ធារាតាមខៅឆ្វេងនេះមិនដល់នេះឆ្នាំម្ដាយរបស់ធារានេះម្ដាយនេះចុះគុំស្គៀមណែនមែនទែនអូហូយបាទអូយម្ដាយនេះអត់ដាច់ពុកមាត់ច្រើនបាទឆ្វេងអូយបាទស្ដាំទាត់ឆ្វេងមួយជើងព្យុះសមុទ្ររបស់ Roland ចាធារាទាត់ឆ្វេងមួយចាន់ចាប់គាត់មកឆ្វេងខារបស់ប្រចាន់អូហូយទាញមកក្រោមតែអត់អីទេធារាញញឹមខ្ជិបបាទថាអត់អីទេបាទប៉ុណ្ណេះបាទមានតែខ្លាំងជាងនឹងទៀតទេបាទ Roland នៅមានទៀតបាទអូយទឹកទី1នៅវិនាទីចុងក្រោយឆ្វេងម្ដាយបាទលុកពី Roland លុកឆ្វេងសងអាយ៉ាចូលកន្លែងណាអូយបាទ 1 2 3 4 5 6 7 8 9 10អូយបាទចូលបាទសោកស្ដាយមែនទេបងប្អូន
បាទចាំមើលរូបភាពជឿជឿបាទប្រិមត្តចូលកន្លែងណាបាទបាទលឿនមែនត្រែនបាទត្រឹមតែដើមទឹកចាំមើលបាទកន្លែងនេះលុកឆ្វេងបាទអានេះទៅតាមខោឆ្វេងអ៊ុតឆ្វេងមួយចូលបាទចូលភ្នែកបាទបាទនេះតាមខោវែងនេះសងឆ្វេងមួយមកបាទចូលភ្នែកខាងស្ដាំបាទមើលកន្លែងនេះម្ដងទៀតនេះមកដៃបាទចូលភ្នែកខាងស្ដាំមែនប្រិមិត្តនេះពេញបាទនេះបាទអូយបាទនេះច្បាស់តែម្ដងប្រិមិត្តបាទនេះជាការប្រកួតលក្ខណៈអំបោះឆៅបាទពេលខ្លះបាទចំកន្លែងណាផ្សេងអាចស៊ូបានបាទតែបើចំកន្លែងភ្នែកនេះគឺពិបាកបាទព្រោះណាចំឲ្យពិបាកមើលទៀតបាទកង់ធម្មតាបាទគឺអាចបាទលោកក្រុមគ្រូពេទ្យបាទកំពុងតែជួយបាទពិនិត្យបាទទៅលើបាទរបួសរបស់ធឿនធីតាបាទនេះបាទក៏ព្យាយាមបាទញោះបាទគឺបែកតិចដែរទេប៉ុន្តែបោះឆៅឲ្យចំកន្លែងសំខាន់ទៀតបាទគឺភ្នែកបាទកន្លែងនេះធីតាខាវតែថយផុតលុកឲ្យឆ្វេងមកចូលផ្លាប់បាទភ្នែកខាងស្ដាំបាទលុកឆ្វេងដូចគ្នាបាទយើងលុកឆ្វេងក្រោមបាទគេលុកឆ្វេងលើបាទចូលរួមសោកស្ដាយបាទសម្រាប់ធឿនធីតាបាទនេះអាចជាលើកទី1សម្រាប់ធឿនធីតាក្នុងមួយរយៈចុងក្រោយនេះបាទធឿនធីតាមួយរយៈចុងក្រោយនេះទទួលបានជោគជ័យច្រើនបាទមិនថាការប្រកួតបាទអំបោះឆៅការប្រកួតលក្ខណៈ X Men និងការប្រកួតព្រឹត្តិការណ៍ធំបាទគឺគាត់តែងតែទទួលបានជោគជ័យច្រើនបាទប្រិមិត្តទស្សនិកជនជាទីមេត្រីសម្រាប់លទ្ធផលជាផ្លូវការបាទជូនទៅខាងគណៈកម្មការរបស់សហព័ន្ធធ្វើការប្រកាសជូនបងប្អូនបាទសូមអរគុណកីឡាករបង្គោលខៀវ Ruslan Nagaya